là lại mèo hả chị hay chứ chia mà nó thay mấy coi chị để thấy ấy ai mà đòi mang của bạn ấy đứa trẻ nào chạm mà được sành chứ chơi nàyสิtaไม่เรื่องแหวะมาติเลยใจลูกบังไอ้เมียนจ่าปลอมมันเนี่ยชโมธาเรนจีสังหาขลังเนี่ยก้อนใจเมื่อแกแบบเพลนสมาหนังไอ้เนี่ยบังไอ้ดับจันจริงคือตระเจ็ดได้ไปโดนตามันดังไอ้เนี่ยไม่ใช่กันมันติติแน่เนียงสะอาดแต่เจี๊ยทลองหรือกะยังไม่ฮะกะไหลนี้บองฟังคือมาดัดเฮ้ยหืม เลยจีบังไอ้เนี่ยฉันกำลังทำเรื่องอะไรนี่រិនជីឲ្យបញ្ញាប់មកទីនេះបើមិនអញ្ចឹងទេខ្ញុំនឹងកំទេចហានិចោលជាមិនខានលោកយាយខលទូរស័ព្ទហៅរិនជីឲ្យបញ្ញាប់មកទីនេះបើមិនអញ្ចឹងទេខ្ញុំនឹងកំទេចហាងនេះចោលជាមិនខានទេបងฟังมันติខ្ញុំមកទីនេះមិនសូវយល់ពីទម្លាប់ដូចទីបើសិនជាមានកាអីនិយាយជាមួយពួកកែទីប្រាប់រិនជីផងរឿងនេះមិនតាន់ចប់ទេទាំងហាងរបស់វាទាំងមនុស្សរបស់វាយើងមិនលើកលែងសូម្បីម្នាក់មិនបានឃើញសម្រាប់ប្រុសស្អាតលោកបងអែមសោះបើជាមិនឃើញការសម្ដែងពិសេសរបស់បងហ្វឹងទៅវិញខ្ញុំសបាញ់ធម្មតារិនជីពិតជាមកជួយការងារក្នុងហាងនេះប៉ុន្តែគ្រាន់តែជារឿងចៃដន្យបើសិនជាមានសំណាងប្រកាសជាបានជួបគេហើយសំណាងខ្ញុំត្រូវឆ្នះដោយសារតែសមត្ថភាពគេគួរចាំបានជារង្វាន់ធំទៀនបាក់ឡានទេអេគេរិនជីអេគេរិនជីបងអែមថ្ងៃនេះអរគុណហើយគ្រាន់តែអរគុណតាមធម្មតាអញ្ចឹងគ្មានការតបស្នងអ្វីផ្សេងទេបងអែមនេះខ្ញុំជាអ្នកគិតលុយខ្ញុំនឹងឲ្យលុយទៅនាងវិញយកលុយទៅវិញទៅពួកយើងមិនមែនជាសាច់ញាតិនឹងគ្នាទេធ្វើអញ្ចឹងនេះជាមិនសូវល្អទេព្រោះតែនាងបានជួយលោកយាយខ្ញុំបងអែមរបស់លោកយាយពិតជាឆ្ងាញ់ណាស់ខ្ញុំចង់ញ៉ាំ100ចានទៀតបើមិនអញ្ចឹងអាចវិឆាត់ទេខ្ញុំនឹងដឹកជញ្ជូនដល់កន្លែងដោយឥតគិតថ្លៃរាល់ថ្ងៃទីតាំងខ្ញុំគឺមិនទៀងទាត់ទេព្រឹកឡើងខ្ញុំនឹង5លងថាត្រូវទៅកន្លែងនេះអាចវិឆាត់ទេ
យ៉ាងម៉េចដែរមនុស្សក៏សង្ហាបងអែមក៏ផ្អែមមកទីនេះគឺមិនខាត់ជើងទេមិនអន់ទេខ្ញុំនឹងតាមញ៉ាគីងផែនការញ៉ាប្រាសង្ហាលោកបងអែមរបស់ឯងតែដល់ណាហើយឯងត្រូវតែបង្កាត់ឲ្យគេដល់បងអែមដល់កន្លែងឯងបន្ទាប់មកឯងក៏រួមទាំងមនុស្សទាំងបងអែមញ៉ាំចូលពោះតែម្ដងទេវិធីដែលលើគេញ៉ាគីងត្រូវហើយក្មេងស្រីក្នុងភូមិប្រមាណអ្នកសុទ្ធតែផ្ដោតទៅលើរិនជីទាំងអស់នេះគេជាផ្ទៃតកពលខាងត្បូងដែលកំដៅយ៉ាងណាក៏មិនងាយរលាយដែរបើចេះថែរក្សាខ្លួនអញ្ចឹងក៏ជារឿងកម្រមានដែរអ្នកមីងតើតើអង្គុយចុះទៅណាអង្គុយចុះទៅលីហើយអ្នកមីងលីហើយបានហើយមករបស់គេទូលំទូលាយគូសំទីពេលថ្ងៃដល់បងអែមពេលជប់កំដៅគេផាក់ស្រីណែបងហុងខាងលោកប្រធានឆៃបាននិយាយត្រូវគ្នាអស់ហើយទំនិញពាក់កណ្ដាលឆ្នាំក្រោយគឺបញ្ជូនតាមយើងណាបញ្ជូនកូនចៅពីរនាក់ឲ្យទៅខំបងហ្វឹងទៅដើម្បីពួកវាមានក្តីសុខខ្ញុំមិនបានលួចស្ដាប់នោះទេគ្រាន់តែចៃដន្យចាំមកស្រូបខ្យល់អាកាសតែប៉ុណ្ណឹងមិនចាំបាច់បកស្រាយទេអីបើឲ្យលោកមកកំដៅផឹកស្រាតែតម្លៃប៉ុន្មាននិយាយម្យ៉ាងទៀតតើត្រូវកំងតំណែងពីលោកប៉ុន្មានតែមានសិទ្ធិឲ្យលងមកកំដៅផឹកស្រាទេមុខជំនួយរបស់នាងខ្ញុំមិនទទួលទេមនុស្សស្រីនៅតុមិញនោះគឺជាសង្សារលោកមែនទេឆ្ងាញ់ទេក្តៅឬអញមនុស្សស្រីនៅក្របកំសាន្តម្នាក់នឹងនៅមានកូនតាមជាមួយទៀនបងហងយ៉ាងម៉េចហើយមានកាយមែនទេនាងប្រកល់ការកំងរបស់ប្រធានឆៃទៅឲ្យអារិនទាំងអស់មែនទេយ៉ាងម៉េចហ៊ានដណ្ដើមមួយរបស់ខ្ញុំផងអីប្រសិនបើមានសមត្ថភាពទៅរកប្រធានឆៃទេកុំមករងាវនៅទីនេះអីប៉ះពាល់មុខចំនួនខ្ញុំគេដល់កូនប្រុសរបស់នាងផងបងហ្វេងខ្ញុំហេជីចៃដន្យម្លេះមិននេះខ្ញុំនិយាយរឿងរិនជីជាមួយនឹងគាត់ខ្ញុំតែលើបាននិយាយថាបងហងដណ្ដើមមកជាមួយនឹងបងហ្វេងយកច្រឡំហើយខ្ញុំជាអ្នកណាត់បងហងមកនិយាយការងារទីប៉ុន្តែចៃដន្យជួបប្រធានឆៃក៏រាក់តែគ្នាទេនាងគិតថាយើងល្ងងហ៎បងហ្វេងគឺជាមនុស្សឆ្លាតកាលដើមរារាំងមនុស្សស្រីនឹងកូនបែបនេះដូចជាមិនសិលល្អទេវាកាយច្បាប់នេះខ្ញុំគឺជាអ្នកចាញ់ចាត់ទុកថាជាការសុំទោសបងចាស់នាងមានទំនាក់ទំនងអីជាមួយនឹងរិនជីទៅគេជាមនុស្សរបស់ខ្ញុំរកមនុស្សស្រីម្នាក់នេះមកធ្វើជាខែលហ៎ពួកយើងស័ក្តិសមគ្នានេះស័ក្តិសមគ្នាប៉ុណ្ណាទៅអាយ៉ាឆាប់ចូលវាយទៅចូលចា
នៅក្រៅខ្នងរបស់ខ្ញុំ កុំខ្វល់ជាមួយខ្ញុំច្រើនពេកវាយខ្លួនអញទៅបានហើយតើពេលនេះអ្នកណាជួយអ្នកណាទេ រឿងច្រើនណាស់ហើយចាត់ទុកថានាងអស្ចារ្យបងហុងមិនឯទេមែនទេ ស្រីស្អានអរគុណអញច្រើនហើយឯងគឺជាមិត្តស្រីរបស់អាយិនមែនទេ ហ៎ ខ្ញុំ ឃ្លានឯទេនៅចិត្តនេះមានហាងបាយស្អៀវមួយគឺមិនអន់ទេ ឆាប់ទៅគេចង់ណាត់ឯងតែពីរនាក់ឆាប់ឲ្យយើងមួយផឹងម៉ែនេះមិនបានត្រូវរបបទេមែនទេ មានទេ ស្គាល់គ្នាជាផ្លូវការបន្តិចទេហើស៊ី រិនជា ប៉ារបស់ខ្ញុំគឺជាមនុស្សជាចេញចំណែកអ្នកម៉ែគឺកូនកាត់អាល្លឺម៉ង់រយៈពេល10ឆ្នាំខ្ញុំរស់នៅក្រៅប្រទេសរហូតពេលនេះត្រឡប់មកវិញធ្វើជាសិស្សផ្លាស់ប្ដូរឆ្នាំទី3ទៅសាកលវិទ្យាល័យយើងចុះចំណែកលងរិនជី ខ្ញុំរៀនស្អីទៅយើងជពាក់បំណុលគេច្រើនយ៉ាងនេះឆាប់ចេញទៅរកលុយទៅឪពុកជពាក់បំណុលកូនជាអ្នកសងវាជារឿងដែលត្រឹមត្រូវហើយហើយឆាប់ចេញទៅរកលុយទៅ កុំខ្លាចអីអាយេគឺមានយាយនៅណារឿងរបស់ខ្ញុំគ្មានអីគួរឲ្យនិយាយទេ លោកមិនចង់និយាយតែខ្ញុំអាចចាំលោកបានក៏ប៉ុន្តែរឿងរបស់ខ្ញុំគឺត្រូវតែនិយាយពេលនេះរិនជីខ្ញុំពេញចិត្តជាមួយលងខ្ញុំមិនចង់មានស្នេហាទេ ល្អខ្លាំងនេះខ្ញុំស្មានតែលោកចាស់និយាយប្រាប់ខ្ញុំថាលោកមានម្ស្រីហើយ ខ្ញុំគ្មានមិត្តស្រីទេប៉ុន្តែក៏មិនចូលចិត្តមនុស្សស្រីប្រភេទដូចជានាងដែរទោះបីជាខ្ញុំចង់រកមិត្តស្រី ទោះបីជារងក៏មិនអាចរកមនុស្សដូចជាខ្ញុំដែរមិនឬអញមិនហើយសូម្បីតែខ្ញុំជាមនុស្សបែបមិនលោកមិនដឹងផងមិនបានស្វែងយល់ឲ្យស៊ីជម្រៅបន្តិចមិននឹងអាចដឹងថាស័ក្តិសមទេ ខ្ញុំមិនចង់បង្ហាញពេលវេលាទៅលើមនុស្សដែលគ្មានលទ្ធផលអីនោះទេ បើលោកមិនអាចពេលវេលាខ្ញុំផងមិននឹងដឹងថាគ្មានលទ្ធផលទេណែមែនទៀនមើលមនុស្សក៏មើលតែសម្បកក្រែងខាងក្នុងខ្ញុំគឺគួរចាប់អារម្មណ៍ជាសម្បកក្រែងទៀន ពួកយើងមិនមែនជាមនុស្សផ្លូវតែមួយទេនាងបានជួយលោកយាយហើយនឹងបងហុងមនុស្សសញ្ចេតនាមួយនេះខ្ញុំនឹងសងវិញមករកខ្ញុំបានគ្រប់ពេលប៉ុន្តែថ្ងៃក្រោយក៏មកទីនេះទៀតអីណា
Bỏ chén. Chồn mơ. Sắp lên. Mơ ta bộ dân bàn chụp này nè hơi. Hò, sơ đây sơ hát. Chạy đăng khăn nè nó. Bọc pro. Miệng nó này dây thà khơi mặt sợi bọc bò hơi. Giờ mình mặt sợi màu bị ná. Cứ mình nè đại bẹ sọ bò sòn nó. Thọp chụp bị đòn tại bà nó tê. Mình chặt sạch tê. Hay, chẳng chặt tục thà trong ọt bà giỏi hơi. Đáp lửa phóng bàn sẽ kế nó không hàng sẽ yếu nó khả một nổ hơi. Hơi nó miền tiên. Hay, cả đá ngay bài ní. Không có ai thua bài niềm bạn đáy tà mình đại tế á. Tôi bay chỉ bên ní chỉ bên chấm. Có lúc mình ăn thua vậy xem mặt này. Chọn nhau mà quay xem tiết đại tế. Chạp có mong tiết tới. Mình chắc nhằm mà ha. Chăm nhằm hay. Lợt thà cá mà cắt lên. Mình bạch ạp tiên. Hả? Lợt bị nứng. Chắc tóc thác xâm chênh bùa lớn. Xâm đại say nâng. Mình đang thẳng lại ní chết tức đây là nà tế à? Tức đây là bọn nè nam mình xâm khăn tí. Xâm khăn nó kê. Cầm cho lôi thiếp xâm đại bùa lớn. Khai tay chỉ thay phía bạn ấy. Còn ta chìm nó là một hàng của màn nẹ tế. Chăm bắt đầm khăn băm đi thua ấy. Xâmประกวดมวยต้นหลังมวยchỉ mời lớn. Hả?ประกวดជាមួយខ្ញុំ ប្រកួតមានស្នេហាជាមួយនឹងខ្ញុំ តើមិនដែរទេហ៎ បើអញ្ចឹងខ្ញុំមិនគួរសមទេ វាយចាញ់ហើយគឺមិនត្រឹមតែលុយទាខ្វាយនោះទេមកនេះលុយខាត់នៃការរកស៊ីខ្ញុំក៏ឲ្យលោកទាំងអត់ដែរប៉ុន្តែប្រសិនបើខ្ញុំវាយឈ្នះពេលក្រោយលោកជួបខ្ញុំជាមួយនឹងរិនជាត្រូវតែដាក់ផ្លូវវិញបើមិនអញ្ចឹងខ្ញុំមិនខ្វល់ថាទីនេះជាទឹកដីអ្នកណាទេលោកនឹងលែងមានការរកស៊ីទៀតហើយ ស្ដាប់ហើយគឺខ្ញុំខ្លាចខ្លាំងណាស់ហ៎ មកឆាប់ឡើងម៉ូតូមក ខ្ញុំរើសហើយ ពាក់មួកសុវត្ថិភាពផង
លោកនាំខ្ញុំមកកន្លែងនេះធ្វើអី នេះទៅជាកន្លែងដែលនាងគួរតែមក តែមានន័យយ៉ាងម៉េច ដាប់សាធុញហើយផឹកកាហ្វេគ្រប់គ្រាន់ក៏កម្រិតមកទីនេះរកភាពរំភើបអីពួកយើងមិនមែនជាមនុស្សប្រភេទតែមួយទេយកគ្រោះថ្នាក់ធ្វើជាហ្គេមគឺយកមនុស្សពួកយើងនេះមកធ្វើបទពិសោធន៍ថ្មីតែមែនទេ គឺលោកជាអ្នករត់មករកខ្ញុំនេះខ្ញុំត្រូវរឿងលោកពេញកែ បើមិនអញ្ចឹងនោះអ្នកនាងហើមិនមែនម្ដងណាមានសំណាងបែបនេះដែលជួបនឹងមនុស្សដែលជួបបញ្ហាបែបនេះ ល្អអញ្ចឹងពួកយើងរួចគ្នាចាស់ពេលក្រោយប្រសិនមកជួបគ្នាទៀតមិនខ្វល់ថាខ្ញុំកំពុងតែកាប់មនុស្សឬក៏ខ្ញុំត្រូវបានគេកម្មចាត់ទុកថាមិនស្គាល់គ្នាមិនបានឃើញក៏កុំខ្វល់ដែរ ណែហើយកន្លែងដែលស្អាតមានមុខមាត់បែបនេះទៅជាកន្លែងដែលគួរតែមកហើយចំណែកខ្ញុំវិញគឺនៅក្នុងវាលភក់ដែលកើតមកមិនអាចចាក់ចេញបានទេ រិនជានេះនិយាយពិតជាពិបាកស្ដាប់មែនអាងខ្លួនឯងមានសម្រាប់ប៉ុន្មានភៀងសម័យតែមនុស្សកលែងធ្វើដែរទោះជាយ៉ាងណាក៏គេមិនទុកយើងចាក់ដែរគេបែបនេះទៅហើយឯងនៅជួយនិយាយគេទៀតគឺយើងជាអ្នកស្ម័គ្រចិត្តស្រឡាញ់គេតែមួយខាងគឺគ្រាន់តែគួរឲ្យស្ដាយលើកទី1ស្រឡាញ់អ្នកដទៃបានក៏ប្រាជ្ញាយ៉ាងធ្ងន់ធ្ងរទៅហើយបាយក៏បាយទេអ្នកខាងក្រៅនឹងឆ្លាតជាងនេះយប់នេះយើងនឹងនាំអញទៅរកមនុស្សប្រុសម្នាក់មិននេះពេលដែលយើងចុះពីលើឡានឯងមានផ្លេចទូរស័ព្ទឬអត់មិនអាចទេពេលដែលយើងចុះពីលើឡាននៅបានប្រាវាទៀនណាស់ចារបស់ចាំបាត់ហើយចាំទិញថ្មីមួយទៀតទេចាំបាច់ទិញធ្វើអីទេពេលនេះយើងនឹងទៅធ្វើលិខិតប្រកាសបាត់ឲ្យឯងបន្ទាប់មកទៅរកមនុស្ស100នាក់ដើម្បីឲ្យគេផ្ញើចេញទៅរកឃើញនិងប្រកួតរង្វាន់ឯងប្រាវាចាស់ហើយពួកយើងអាចបបង់វាមិនបានប៉ុន្តែបើសិនជាវាងងហើយចង់រិញគ្មានផ្លូវនោះទេអីអញយល់អត់កំពុងតែនិយាយពីទូរស័ព្ទមិនបាននិយាយពីរិនជាទេមែនទេឲ្យនាងមិនបានជានៅជាមួយនឹងលោកអញ្ចឹងណែខ្ញុំខុសហើយខ្ញុំលេងហ៊ានទៀតហើយចេញទៅរើបានតាមផ្លូវមានន័យថាម៉េចមនុស្សមិនស្គាល់គ្នាជួបគ្នាដោយចែកដៃលោកបានរកទូរស័ព្ទឲ្យខ្ញុំនេះគឺជារង្វាន់លើងពួកយើងមិនជំពាក់គ្នាទេអរគុណខ្ញុំទទួលយកហើយលុយខ្ញុំមិនយកទេអីយ៉ាងម៉េចគិតថាតិចមែនទេយ៉ាងណាក៏មិនអាចលោកអាសាបងនោះដែរមិនបានជាហូរញ៉ាំច្រើនជាងនេះចឹងហេស៊ីនាងត្រូវតែបែបនេះចាត់ទុកថាខ្ញុំខ្វល់រឿងច្រើនតែចុះ
ឯងសម្រាប់ទាំងមនុស្សសម្រាប់ទាំងចិនឯងមកឃើញហើយនេះគេកំពុងតែខឹងគេកាន់តែខឹងគឺកាន់តែបញ្ជាក់ថាខ្វល់ពីយើងគួរឲ្យស្រឡាញ់មែនអាឡូលោកយាយថ្ងៃស្អែកខ្ញុំចង់កំងបងឯង150ចេនលោកយាយអេអាយាមិនបានចែកមកអញ្ចឹងលោកយាយពួកគេនិយាយថាហាមបងឯងមិនបានបើកទ្វាររហូតទេខ្ញុំស្មានថាលោកយាយមានរឿងអីហើយលោកយាយមិនលើកទូរស័ព្ទទៀតមិនអីទេណាហើយស៊ីបានកំងបងឯង150ចានហើយបាននិយាយថាម៉ោង10កន្លះយកទៅដល់យាយខ្លាចតែធ្វើមិនតាន់អញ្ចឹងហើយក៏បន្ថែមទៅ150ចានអេពួកឯងថ្មីនេះមិនបានតាក់ទងគ្នាទេអីគ្មានទេអាយ៉ាឯងមិនអាចធ្វើការមួយជីវិតហើយមិនមានស្នេហាបានទេណាបានជួបជាមួយនឹងមនុស្សដែលល្អស័ក្តិសមគួរតែមានស្នេហាក៏មានទៅនិយាយចង់ឃើញឯងមានមនុស្សកំដរទៀនខ្ញុំមិនចង់ធ្វើឲ្យខកអ្នកដទៃក៏មិនចង់ធ្វើឲ្យបានដែរយាយគិតថាក្មេងហឺស៊ីនេះមិនអត់នោះទេណាស្រស់ស្អាតត្រង់ហើយនៅលើខ្លួនក៏គ្មានអត្តចរិតជាអ្នកនាងអ្វីដែរក្រសែភ្នែកគេមើលមកឯងគឺភ្លឺណាយាយគិតថាគេស្រឡាញ់ឯងហើយពួកយើងមិនមែនជាមនុស្សប្រភេទតែមួយទេលោកយាយមិនចាំបាច់ខ្វល់ទេស្រឡាញ់បានប្រយោជន៍អីដល់ពេលនោះគេអាចបង្បែកខ្លួនហើយយ៉ាងងាយស្រួលទៀតផងហើយចំណែកខ្ញុំវិញខ្ញុំនឹងខ្លាចទៅជាមនុស្សដែលត្រូវគេបោះបង់ចោលយ៉ាងងាយស្រួលទៀតផងអាយ៉ាបានហើយឯងប្រញាប់ទៅរវល់រឿងឯងចុះណាបន្តិចទៀតយាយរកអ្នកដឹកជញ្ជូនមកដឹកបានហើយមិនអីទេខ្ញុំមានពេលខ្ញុំយកទៅឲ្យទៅបានហើយណាតាមមានរឿងអ្វីទេអ្នកដែលសារតែខ្ញុំជាអ្នកកំងក៏លែងយកមកឲ្យមែនទេហាមង៉ែមសៀជីដឹកជញ្ជូនលំមករកខ្ញុំអីមិនមែននាងចង់រកខ្ញុំទេហ៎កាលពីលើកមុនឲ្យលុយលោកក៏មិនព្រមចឹងលើកនេះស្រាប់តែជាការរកស៊ីរបស់លោកបន្ទិញនាងមិនបានជពាក់ខ្ញុំផងមិនចាំបាច់សងអ្វីដល់ខ្ញុំទេក៏មិនអាចឲ្យលោករកទូរស័ព្ទខ្ញុំដល់តែទេម្ដងនេះកុំនិយាយថាចៃដន្យរកបានឲ្យសោះខ្ញុំដឹងហើយលោកមិនដាច់ចិត្តប្លុកខ្ញុំនោះទេពេលនេះចាំប្លុកក៏និយាយពេកដែរនាងចង់ឲ្យខ្ញុំនិយាយប្រមាណដងទៀតខ្ញុំគ្មានចំណាប់អារម្មណ៍ចំពោះនាងទេឲ្យទូរស័ព្ទមកខ្ញុំវិញក៏មិនទទួលស្គាល់អីមិនដាច់ចិត្តប្លុកខ្ញុំក៏មិនដាច់ចិត្តចេះខ្ញុំដែរតាមពិនខ្ញុំមិនគិតតែឯងនោះទេគឺលោកទុនចិត្តច្បាស់កន្លែងពេកហើយនាងចង់ឲ្យខ្ញុំចេះនាងហ៎មិនមែនទេមិនមែនខ្ញុំមិនអាចទទួលយកបានទេគឺខ្លាចពេលដែលលោកចេះហើយស្ដាយក្រោយធ្វើយ៉ាងម៉េចពេលយប់ទៅហាមបង្អែមរបស់លោកអ្នកផ្ទះរបស់នាងមិនបង្រៀននាងទេកុំមកតាមមនុស្សប្រុសអត់លេងបែបនេះប៉ារបស់ខ្ញុំគឺមកខ្ញុំជាអ្នកតាមញ៉ាំបានលោកតាខ្ញុំក៏និយាយខ្ញុំតាមញ៉ាំបានដែរស្រឡាញ់គឺស្រឡាញ់អ្នកណាទៅខ្វល់ថាអ្នកណាតាមញ៉ាំអ្នកណាទេយប់នេះត្រកលងមិនចាំមិនបាន
មានរឿងអីមែនទេ អូមិនអីទេ ចង់ជួបគេហេតុអីបានជាមិនប្រញាប់មកអញ្ចឹងគេបានកំដរយើងចាំឯងឡើងបិទទ្វារទៅហើយណា ខ្ញុំមិនបានចង់ជួបហឺស៊ីទេ យាយក៏មិនបាននិយាយថាជាហឺស៊ីដែរក្មេងសំអុយ អាឡូបងហុង អាយីថាកាយចាំមកហើយអ្នកបបប្រៅក៏បរួញឯងមកតែម្ដងទៅក៏បានហើយ ឡខ្ញុំដឹងហើយការអភិវឌ្ឍនៃផ្នែកដឹកជញ្ជូននៅប្រទេសចិនមានការរីកចម្រើនខ្លាំងនេះ បងហុង អីអាយីអង្គុយមកសំណាងហើយដែលមានស៊ីស៊ីមកជួយយើងណាភ្ញាក់ផ្អើលមែនទេ អ្នកនាងហឺយ៉ាពិតជាមនុស្សស្អាតហើយមាត់ផ្អែមពិតមែនមានសមត្ថភាពរិនជាហើយត្រូវនាំគេចេញមកលេបបានច្រើនណា ថាការចៅគូសំហើយខ្ញុំចូលជាមួយលើងស្រាខ្ញុំផឹកជំនួសគេការសហការចាប់ត្រឹមនេះចុះរិនជាកុំឲ្យមុខមាត់ហើយមិនយកក្រុមហ៊ុនដឹកជញ្ជូនអន្តរបស់ឯងនោះចាត់ទុកជាស្អីអ្នកនាងអ្នកនាងដើរតាមគេមានអនាគតដែរទេដើរតាមខ្ញុំទៅលុយតំណែងអ្នកនាងនិយាយតាមចិត្តគេមកទីនេះមិនមែនដើម្បីលុយទេគឺដើម្បីខ្ញុំលក្ខខណ្ឌមួយនេះលោកយកអ្វីមកឲ្យគេបានទៅអីថាកាចេះនៅក្នុងពាណិជ្ជកម្មត្រូវតែនិយាយពីពាណិជ្ជកម្មនៅមែនទៀនខ្ញុំនៅទីនេះគឺព្រោះតែពេញចិត្តជាមួយថៃកាយខ្លួនឯងលោកថៃកាយចេះរំសាយកំហឹងទៅណាខ្ញុំកំដរលោកផឹកបានឬអត់ថ្ងៃក្រោយកុំសម្រុកចូលក្នុងជីវិតរបស់ខ្ញុំដោយគ្មានហេតុផលបែបហ្នឹងបានទេយ៉ាងម៉េចខ្ញុំបានធ្វើឲ្យខូចការរស់ស៊ីរបស់លោកមែនទេហេតុអីទៅកសែភ្នែកទាំងអស់នោះល្បិចកលទាំងអស់នោះពាក្យថោកទាបទាំងអស់នោះនាងមិនបានស្ដាប់លើទេខ្ញុំស្ដាប់យល់សម្ដែងរបស់លោកខ្ញុំស្ដាប់យល់ហើយលោកបាននិយាយថាខ្ញុំមិនខ្វល់ជាមួយលុយទេខ្ញុំខ្វល់តែជាមួយនឹងលងរៀនជីពេលនេះមានន័យថាម៉េចពាក្យរបស់ខ្ញុំទាំងអស់នោះប្រកាសជាដើម្បីលងលោម្នាក់តកូលចៅនោះហើយនាងមិនអាចចាត់ទុកជាការពិតទេនាងចង់រកភាពនឹងជើងរំជួលខ្ញុំកំណត់នាងលេងឥឡូវនេះបានបញ្ចប់ហើយខ្ញុំមិនមែនលេងទេលោកគឺជាមនុស្សទី1ដែលខ្ញុំសារភាពស្នេហ៍តែគេខ្ញុំយល់ថាកណ្ដាលលោកគេមានមនុស្សអាក្រក់ច្រើនខ្ញុំនេះក៏មិនមែនជាផ្កានៅក្នុងបន្ទប់កម្ដៅអ្វីដែរ
Chẳng hay, con pra pe po giang mình chỉមនុស្សតែមួយមកធ្វើជាលេសទៀតអីពួកយើងគឺសំគ្នានេះ ខ្ញុំនិយាយម្ដងទៀតខ្ញុំមិនចង់មានស្នេហាទេជាពិសេសបង្ហិនពេលជាមួយអ្នកនាងដែលគ្រាន់តែមើលទៅក៏ឃើញទីបញ្ចប់ដូចជានាងបែបនេះទីបញ្ចាំអីលោកសម័យតែជំហានទី1មិនហ៊ានបបងផឹងលោកនៅហ៊ានសម័យដល់ទីបញ្ចប់ទៀតលោកគឺខ្លាចថាឲ្យតែចាប់ផ្ដើមហើយគឺលោកមិនអាចលេងដែរត្រូវដែរទី កុំយកកំណត់របស់នាងមកឌឺដងខ្ញុំខ្លាចនាងមិនអាចលេងបានឥឡូវនេះពិសោធន៍គ្រប់គ្រាន់ហើយមែនទេស្នាមថើរបស់អ្នកលេងម្នាក់មានរសជាតិយ៉ាងម៉េចហ៎កុំរកខ្ញុំទៀតអីខ្ញុំគិតថាកខ្វក់ណាស់ចឹងពួកអញទាំងពីរប្រាជ័យហើយមិនទុកថាប្រាជ័យទេយ៉ាងណាក៏ច្បាស់ពីវិន័យហ្គេមដែរគេយកព្រមលេងជាមួយយើងគេលេងជាមួយឯងក៏មិនខាងដែរមិនបានជាយើងត្រូវខឹងយើងប្ររយៈពេលយូរយ៉ាងនេះទៅយកពីផ្លូវគេយប់នេះគឺយើងឈ្នះហើយឯងអស្ចារ្យមែនអស្ចារ្យខាងស៊ូទ្រាំនឹងការលំបាករងចាំស្រឡាញ់មនុស្សម្នាក់មិនអាចប្រើអស់ពីសមត្ថភាពផងមួយជីវិតនេះធ្វើរឿងធំមិននឹងបានទេនិយាយទេការគិតនឹងការភ្ញាក់រលឹងគឺពិតជាខ្ពស់ណាស់ទេយើងពិតជាស្រឡាញ់គេខ្លាំងនេះមិនបានដល់ថ្នាក់ចាញ់ទេយើងស្មានតែអញត្រឡប់មកវិញមានស្នេហាគ្រាន់តែដើម្បីរំសាយពេលវេលាទេប្រហែលដែរគ្មានអ្នកណាអាចដឹងពីទីបញ្ចប់ទេអាយ៉ាថ្មីនេះឯងរវល់ការងារច្រើនថ្ងៃក្រោយមិនចាំបាច់ឡើងពីព្រឹកមកជួយយាយបើកទ្វារទេណាក៏មិនចាំបាច់មកញឹកញាប់ដែរលោកយាយបើសិនជាមានមនុស្សម្នាក់កំងច្រើននោះលោកយាយក៏មិនចាំបាច់ប្រញាប់ធ្វើអីដែរចាំខ្ញុំមកជួបលោកយាយឯងមិនបាច់បារម្ភពីយើងទេណាអេត្រូវហើយថ្មីនេះមិនឃើញហើស៊ីមកសោះគេមិនអាចមកទៀតទេល្អបាយនិយាយໄວនឹងមិញនេះហើស៊ីទៅតែទូរស័ព្ទមកថាកំងចាប់លៀងពីចានទៀនឯងយកទៅឲ្យគេទៅណាហៅអ្នកដឹកជញ្ជូនទៅខ្ញុំធ្វើឲ្យគេហេតុអីបានជាមិនយកចាប់លៀងមកឲ្យខ្ញុំចេញហាងបង្អែមគឺលោកយាយខ្ញុំជាអ្នកបើនាងទិញអ្វីគ្មានពាក់ព័ន្ធជាមួយនឹងខ្ញុំទេ
150 ចានសុខចិត្តយកមកដល់ខ្លួនឯង2ចានក៏ឲ្យគេដឹកយកមកឲ្យមិនគិតថារំខានតែមែនទេរូបរាងខ្ញុំនៅពេលនេះលោកគិតថាក៏ខ្វល់ឬអត់និយាយមកនាងមិនចាំបាច់កែប្រែអ្វីដើម្បីខ្ញុំទេខ្ញុំមិនយល់ពីនាងឡើយពាក្យថោកទាបដែលខ្ញុំនិយាយទាំងនោះក៏មិនអាចទុកជាការពិតដែរនាងចាត់ទុកខ្ញុំជាមនុស្សអាក្រក់ចុះហាសេខ្ញុំស្រឡាញ់គឺស្រឡាញ់មិនស្រឡាញ់គឺមិនស្រឡាញ់ខ្ញុំស្អប់ជាងគេគឺមនុស្សដែលហ៊ានធ្វើមិនហ៊ានទទួលនេះហើយការស្រឡាញ់ដែលនាងបាននិយាយនោះគឺរត់មកទ្វារផ្ទះរបស់មនុស្សប្រុសដតេកណ្ដាលយប់ហើយស្លៀកស្លៀកបំពាក់គេហើយសារភាពប្រកាន់គេខ្ញុំបានប្រាប់នាងយូរមកហើយកុំជឿជាក់លើគេងាយស្រួលពេកឥឡូវនាងអាចគេងនៅក្នុងផ្ទះរបស់ខ្ញុំថ្ងៃស្អែកក៏អាចគេងដែរនាងទៅចុះកុំប៉ាក់ខ្ញុំនាងទៅចុះខ្ញុំមិនចង់ធ្វើរឿងពិបាកមើលទេត្រង់តែម្ខាងក៏លោកមិនចូលចេញធ្វើអាណិតក៏លោកមិនចូលចេញញ៉ាំញ៉ាំលែងខូចក៏លោកនៅតែមិនចូលចេញតើលោកចូលចិត្តបែបណាទេនាងចង់ឡើងលើក្រែជាមួយនឹងខ្ញុំបែបនេះហ៎ខ្ញុំតាំងពីដើមមកមិនដាល់ធ្លាប់បាននិយាយថាចង់ឡើងក្រែលោកទេលោកនិយាយអញ្ចឹងគឺព្រោះតែចង់ខ្លួនឯងមែនទេធ្វើជាមនុស្សគឺតាំងតែនិយាយពីក្នុងចិត្តខ្លួនឯងដែលមិនដឹងខ្លួនលោកចង់គេជាមួយខ្ញុំបែបនេះមែនទេខ្ញុំសួរនាងជាលើកចុងក្រោយទៀតគឺអាចលេងបានហើយមិនខ្វល់ពីលទ្ធផលទេតាមមែនទេខ្ញុំគឺជាមនុស្សពេញវ័យអាចទទួលខុសត្រូវចំពោះសកម្មភាពខ្លួនឯងធ្វើអីហ្នឹងនាងនៅទីនេះចាំខ្ញុំនឹងត្រឡប់មកវិញពេលនេះចេញទៅក្រៅមែនទេខ្ញុំទៅទិញស្រាមអនាម័យដាក់ថង់ខ្មែរមួយមកអរគុណហើយគេទៅហើយក៏ត្រូវដែរយ៉ាងម៉េចគ្រាន់តែគិតថាគេគ្រាន់តែលេងសើចតែប៉ុណ្ណោះ
លោកមកវិញហើយអី10 ឆ្នាំហើយលើកទី1ហើយដែលមានមនុស្សសួរខ្ញុំថាមកវិញហើយអាឡូឆាណៃស៊ីព្រលឹមយ៉ាងនេះហីមិនមែនចេះប្រចាំទីគឺមានមនុស្សត្រឡប់មកវិញហើយតើទីចាប់ទៅលើយន្តហងគាត់ក៏សួរថាឯងទៅណាហើយឯងប្រញាប់ឡើងក៏បើគាត់ដឹងថាជាមួយឯងនៅខាងក្រៅគាត់ត្រឡប់មកវិញហើយមិនបានជាលឿនយ៉ាងនេះចរិងចាប់ហើយឯងជួយយើងទៅបន្តិចទេរិនជានេះជាការលេងដែលនាងចង់បានគេញរួចហើយហ្គេមក៏បានបញ្ចប់ដែរមហងក្រុមហ៊ុនរបស់ពួកយើងទៅតែអភិវឌ្ឍនៅរយៈជើត្រូវការក្រុមហ៊ុនដឹកជញ្ជូនមួយដែលអាចជឿទុកចិត្តបានហើយណែនាំមកខ្ញុំអាចទុកចិត្តណាក្រេសឯងគួរសំពេចហើយអាយេធ្វើរឿងនេះនិយាយកូនធរប្រកល់ឲ្យគេប្រកាសជាគ្មានបញ្ហានោះទេបងហងខ្ញុំមកយឺតហើយចាំពេលល្មមអាយេមកដល់ហើយគ្រីសណែនាំឲ្យស្គាល់បន្តិចម្នាក់នេះគឺជារិនជាថាការក្រុមហ៊ុនដឹកជញ្ជូនរិនជាហាគ្រីឆាំអង្គុយមកអាយេអាយេចាក់តែបន្តិចក៏មិនចេះមើលកសែភ្នែកដែរមួយនេះជាលក្ខណៈសម្បត្តិនិងករណីកន្លងមករបស់ក្រុមហ៊ុនតាមមិនដែរទេមិនចាំបាច់ទេមើលទៅមនុស្សដែលបងហុងណែនាំខ្ញុំអាចជឿជាក់លើសមត្ថភាពប៉ុន្តែការសហការភាពស្មោះត្រង់សំខាន់ជាងមនុស្សខ្ញុំនេះណាចូលចិត្តត្រង់ទៅត្រង់មក
ស្រាមួយកែវនេះលោកហើយនាងអាចផឹកជាមួយនឹងគ្នាទៅក្នុងកងត្រាសហការរយៈពេលវែងមានសាច់ប្រាក់8ខ្ទង់រាល់ឆ្នាំពីព្រោះនៅក្នុងវេទិកានៃការរកស៊ីរបស់ខ្ញុំគ្មានមនុស្សប្រុសស្រីទេគឺមានតែដៃគូបើសិនជាលោកមិនចេះផឹកទេអាចរៀនបានហើយនៅមែនទៀតខ្ញុំមើលទៅស៊ីស៊ីថ្មីនេះគេរៀនល្បីខ្លាំងណាស់ហើយរៀនលឿនទៀតផងខ្ញុំសង្ឃឹមថាលោកនឹងចេះនៅក្នុងពេលឆាប់នេះជាមិនខានទេគឺខ្ញុំមានការជឿជាក់លើលោកណាក៏ដូចជាជឿលើនាងដែរគេមិនចេះផឹកស្រាទេអាយីតើកែរិនពិតជាមានកំហឹងមែនដើម្បីមនុស្សស្រីម្នាក់សូម្បីតែលុយដែលប្រកបដល់មុខក៏មិនយកដែរគេនៅកន្លែងខ្ញុំនេះមិនជាការដោះដូរយកមកភ្នាល់ទេទោះបីជាកងត្រាដូចជាខ្ញុំនេះ100ទៀតក៏មិនអាចព្រាមនឹងសក់គេមើលសរសៃដែរលោកអាចទៅបានទុកមនុស្សរបស់ខ្ញុំនៅទីនេះហើយបើសិនជាមិនស្រាសម្ដីទេបងនឹងហៅម៉ាក់មកដល់ពេលនោះអាចជួបជាមួយនឹងគេពិតជាពិបាកត្រូវបានបងស្រីខ្ញុំពេញចិត្តអញ្ចឹងរកសំណាងដល់ខ្លួនឯងទៅណែដាទីថ្ងៃស្អែករវល់ចាំមករកខ្ញុំមានរឿងសំខាន់រកឡើងខ្ញុំនឹកឡងខ្ញុំនឹកបងហើយសេយីខ្ញុំនឹកឡងខ្ញុំនឹកបងហើយសេយីចាប់ហើយហើយពីលេងខ្លាំងយ៉ាងនេះមែនទីរៀននិយាយពីមុនទៅបីជាមិនខ្វល់ពីខ្ញុំយ៉ាងណាក៏តបមួយម៉ាត់ដែរមិនបានជាគេមិនតបសោះអញ្ចឹងខ្ញុំនឹកបងហើយសេយី
ខ្ញុំវល់ពួកអ្នកចោខ្ញុំលោកផ្ទះដើម្បីសងពួកអ្នកការសិក្សារបស់អាយាគឺល្អខ្លាំងណាស់អ្នកទាំងពីរកុំធ្វើបាបគេបានដែរទេឲ្យគេរៀនឲ្យចប់ទៅឲ្យរៀនស្អីទៅជនពេលធំបង្កើនជនពេលតូចក្នុងចាំងនោះគឺអាក្រក់ណាស់បើនៅរៀនទៀនគឺនាំឲ្យខូចខាតមូលធនសង្គមទីរបស់គេស្លាប់ហើយបំណុលដែលប៉ារបស់គេចម្ពាក់មួយជីវិតនេះឯងកំឡាញ់សងអស់ដែរឯងស័កសមវាចុះឡើងនៅក្នុងវិលភក់ណានៅចង់រត់ឡើងមកលើទៀតហើយភុយអាណាព្យាបាលរញ្ជីបើសិនជាខាងដៃគូត្រូវតែប្តឹងប៉ូលីសខាងសាលាយើងគឺមានតែចាត់វិធានការដល់ការសិក្សាគេហើយនៅមានទៀនក្មេងម្នាក់នេះមានប្រវត្តិគ្រួសារស្មុគស្មាញពេកហើយលោកចាំមិនបាច់បបគេទេខ្ញុំចាប់រៀនហើយចៅប្រុសដល់កំសត់របស់យាយពីពណ៌គំនុំមួយនេះគឺមានចំណត់ច្រើនណាស់ចូលចិត្តរូបមួយណាក៏បានដែរឲ្យតែនាងមិនបាច់ទេស្រឡាញ់ទាំងអស់អរគុណហើយខ្ញុំក៏ធ្វើការប្រមូលរក្សាទុកមានចំណាប់អារម្មណ៍ដែរទេបងប្រើបានអញ្ចឹងអ្នកទាំងពីរនិយាយគ្នាចុះណាចាំមិនទេនិយាយគ្នាទៀនរក្សាការញញឹមគេសម្ងាត់ប៉ាម៉ាក់គឺនៅចិត្តនេះហើយមើលស្នាមញញឹមคล้ายៗរបស់ឯងទៅពិបាកមើលជាងយំទៅទៀតពេលណាបានបញ្ចប់ទីពិតជាហត់ខ្លាំងណាស់ស្បែកជើងនេះខ្ពស់យ៉ាងនេះត្រង់កន្លះម៉ោងទៀតទៅសម្ដែងត្រូវសម្ដែងដល់ទីបញ្ចប់បើមិនអញ្ចឹងទេអញជឿទេមករបាយថ្ងៃស្អែកនឹងសម្របមកយកជើហើយនេះមិនតើមានដំណឹងណាដែរមែនទេគ្មានទេទូរស័ព្ទមិនលឹងសារមិនតាមអាសយដ្ឋានឲ្យគេក៏គេមិនមកយ៉ាងម៉េចហ្នឹងមានយ៉ាងម៉េចទៀតគឺត្រូវបានបរិសង្ហាបង្អែមនោះមិនខ្វះជាមួយនឹងនេះតាំងពីជំនាញមកដល់ពេលនេះគឺលេងបាត់សមត្ថតែម្ដងដឹងហើយឈិនឯស៊ីគឺឯងនឹងឲ្យប្រាប់បងប្រុសរបស់យើងថ្ងៃស្អែកមុនម៉ោង6គឺចាំផ្ញើរបស់នេះទៅទាំងអស់ទៅល្អទាំងអស់នេះខ្ញុំស្របពេលនោះផ្ញើជាមួយគ្នាតែម្ដងទៅបងប្រុសរកបងតកែរិនកំពុងរវល់មែនទេសូមស្គាល់គ្នាម្ដងទៀតណាគ្រីហឺបងប្រុសរបស់គ្រីហឺគ្រីស៊ី
យប់មិញពេលបងស្រីរបស់ខ្ញុំត្រឡប់មកវិញនោះអារម្មណ៍របស់គេដូចជាមិនសូវល្អសោះគេនៅក្មេងធ្វើរឿងព្រីបន្តិចមិនសូវពិចារណាពីលទ្ធផលទេហើយគេក៏ចិត្តត្រឡប់ទៅសាលាអញ្ចឹងបើសិនជាមុននេះមានកន្លែងណាដែលរំខានដល់តកែរិនឬក៏ឲ្យលោកមានការយល់ច្រឡំអ្វីមួយដែលមិនចាំបាច់នោះខ្ញុំសូមទោសចំនួននេះផងចុះសង្ឃឹមថាថ្ងៃនេះមិនរំខានដល់លោកតកែរិនចុះហើយចំណែកខាងបងស្រីរបស់ខ្ញុំនឹងទៅលងលោមគេហើយឈប់រំខានលោកទៀតសូមទោសផងតែចុះណាបានហើយខ្ញុំទៅហើយលាហើយណាបើយាមនុស្សម្នាក់នេះជាអ្នកណាខ្មើតយ៉ាងនេះណោះចង្រៃយោបងប្រើបងបានទៅជួបគេហើយបងទៅជួបគេតើបងនិយាយអ្វីទេគ្មានអីទេបងនិយាយប្រាប់ថាឯងមានអត្តចរិតក្មេងកុំឲ្យគេប្រកាន់ពេកអីស៊ីបងគិតថាគេមិនខ្វល់ខ្វាយជាមួយនឹងឯងបែបនេះដែរមនុស្សប្រុសម្នាក់ដោយសារតែការយកច្រឡំបន្តិចបន្តួចក៏ដល់ខ្លួនមិនស័ក្តិសមឲ្យឯងខូចចិត្តទេអូដឹងហើយក្នុងហារវល់បន្តិចទៀតចាំនិយាយគ្នាក្មេងស្រីដែលមកថ្មីនេះពិតជាអស្ចារ្យមែនរុករៀនសម្ផស្សបែបនេះណាពិតជាលំដាប់ហើយធ្វើការនៅសើសាហាងយើងនេះអ្នកណាទៅជឿទៅមែនទេអស្ចារ្យខ្លាំងណាស់ហើយមិនចាំឲ្យខ្វល់ទេឱកាសកម្រថ្ងៃស្អែកចាំគិតទៀតនៅមុខហាងរបស់បងហុងអ្វីក៏មិននិយាយដែរអើយអត់ទេបងយាខ្ញុំគ្រាន់តែចង់ដឹងពីភាសាការសហការជាមួយគេតែប៉ុណ្ណោះឯងចង់អែតវិឆាតរបស់អ្នកណាខ្ញុំហ៊ានទេបងយាខ្ញុំមិនដឹងថាមនុស្សបងទេចាប់ពីថ្ងៃនេះទៅប្រមុខកសែភ្នែកហើយនឹងចិត្តកំណត់របស់ពួកគេទាំងអស់ណាហើយចេះឆ្ងាយពីគេបន្តិចហើយស៊ីគឺជារបស់យើងបើឃើញរំខានគេទៀតយើងមិនលើកលែងទេមិនហ៊ានទេលទ្ធផលទៅខ្លួនឯងទៅរំនិយាយលើឈ្គត់ហើយម្សិលមិញបងប្រុសរបស់នាងមករកខ្ញុំហើយបងប្រុសខ្ញុំដឹងនិយាយថានាងនៅក្មេងធ្វើរឿងតាមចិនពេលដែលផ្លាស់ប្ដូរការសិក្សាក៏ខិតចិត្តមកដល់ដែរនាងត្រូវតែត្រឡប់ទៅប្រទេសវិញហើយតែនោះគឺបងប្រុសខ្ញុំជាអ្នកនិយាយមិនមែនខ្ញុំទេអញ្ចឹងន័យរបស់នាងគឺជាអ្វីន័យរបស់ខ្ញុំគឺខ្ញុំស្រឡាញ់លឹងគ្មានពាក់ព័ន្ធជាមួយនឹងបងប្រុសខ្ញុំជាអ្នកណានឹងខ្ញុំទៅសិក្សានៅកន្លែងណានោះទេខ្ញុំដឹងហើយស៊ីខ្ញុំតាំងពីអាយុ15ឆ្នាំមកគឺត្រូវបានភ្ជាប់ជាមួយនឹងវិលភក់នៃភូមិយើងចុងនេះហើយខ្ញុំសូម្បីតែវិទ្យាល័យក៏មិនទាន់រៀនចប់អ្វីដែលបានឃើញច្រើនជាងនេះគឺនៅក្នុងមួយជីវិតនេះគឺផ្លូវប្រមាណនៅជុំវិញទីនេះហើយអត្តចរិតរបស់ខ្ញុំសល្អទេខ្ញុំមិនចេះនិយាយសម្ដីផ្អែមប្រុសស្ដាអ្វីទេខ្ញុំហើយស៊ីប៉ុន្តែខ្ញុំស្រឡាញ់នាងឥឡូវខ្ញុំយកពាក្យនេះនិយាយនាងស្ដាប់គម្លាតរបស់ពួកយើងខ្ញុំទទួលស្គាល់នាងត្រូវទៅរៀនហើយមានគម្លាតឆ្ងាយពីគ្នាខ្លាំងណាស់ខ្ញុំដឹងថានាងទៅរៀនដូច្នេះខ្ញុំអាចរងចាំនាងបានដែរចាំនាងត្រឡប់មកវិញបងប្រុសរបស់នាងគឺមិនពេញចិត្តនឹងខ្ញុំទេខ្ញុំនឹងប្រើប្រាស់វិធីសាស្ត្រខ្លួនឯងដើម្បីចាំនាងត្រឡប់មកវិញដើម្បីឲ្យគាត់ដឹងថាខ្ញុំជាមនុស្សត្រឹមត្រូវផ្លូវមួយនេះទោះជាលំបាកយ៉ាងណាក៏ដោយប៉ុន្តែលើកនេះខ្ញុំលែងរត់ទៀតហើយខ្ញុំឈប់រត់ទៀតហើយហើយស៊ីមួយនាង
នៅលើខ្លួនប៉ារបស់បងមានកន្លែងមួយគាត់ស្លាប់ហើយគ្មានអ្វីអាចបន្សល់ទុកឲ្យបងនេះគឺចាត់ទុកថាជាអនុស្សាវរីយ៍មួយចុះគាត់ថាស្រឡាញ់ម៉ាក់បងមិនធ្លាប់ជួបប៉ាម៉ាក់របស់បងទេនេះគឺជាលេខទី1ហើយដែលគាត់និយាយពីរឿងក្នុងផ្ទះមុនប៉ាអូនក៏និយាយថាស្រឡាញ់ម៉ាក់អូនដែរប៉ុន្តែមិនប៉ះពាល់ដល់អ្នកទាំងពីររដ្ឋអ្នកថ្មីនោះទេម៉ាក់អូនបាននិយាយថាសេចក្តីស្រឡាញ់មានពេលវេលាកំណត់នៅទៅជាការស្រឡាញ់ពិតប្រាកដក្រោយមកមិនស្រឡាញ់ក៏ជាការប៉ັດដែរហើស៊ីអូនអាចស្រឡាញ់បងយូរប៉ុណ្ណាអូនមិនដឹងថាអូនអាចស្រឡាញ់បងយូរប៉ុណ្ណាទេប៉ុន្តែអូនដឹងថាពេលនេះអូនកំពុងតែស្វែងយល់ពីគ្រប់យ៉ាងដែលជារបស់បងអូនលើកសិនទៅឥឡូវម៉េងមិនបានជាជិបយ៉ាងនេះហើយនៅមិនតាន់គេទៀតចឹងស៊ីលេងចាត់ហើយនេះការរៀបចំនៅខាងនេះមិនអាចពន្យាពេលបានទៀតទេណាត្រឡប់មកវិញជាមួយនឹងបោះរបស់ឯងមកម៉េងរឿងខាងនេះខ្ញុំនៅមិនតាន់ចាត់ការរួចទេឈប់រឿងរស់ទៀតទៅត្រឡប់មកវិញមកណាលោកយាយនឹងឯងខ្លាំងណាស់ម៉េងយប់ហើយឆាប់សម្រាកទៅការស្រឡាញ់ចម្ងាយឆ្ងាយរបស់អ្នកដទៃគ្មានទីបញ្ចប់ដែលល្អទេម៉ាក់យប់មិញទេទូរស័ព្ទមកបងឲ្យបងបញ្ជូនឯងទៅទាំងកណ្ដាលយប់ឯងគឺប្រាប់ពេលវេលាបងមួយមកកន្លះខែទៀតឯងត្រូវបើកបវេសនកាលហើយប្រសិនបើខ្ញុំត្រឡប់ទៅវិញជាមួយនឹងបងមិនខាត់ពេលវេលាជាមួយរិនជាហើយមែនទេមនុស្សប្រុសម្នាក់ដែលធ្វើឯងខាតអស់កម្លាំងឯងពេញចិត្តអ្វីជាមួយនឹងគេទៅលោកគឺជាផ្កាត់នៅលើភ្នំខ្ពស់អ្នកណាមិនចាំបើវាយកមកលេងទេកេងជាមួយមិនខានចំណេញធំយ៉ាងម៉េចឯងក៏ចង់បេះដែរកេងក៏ដែលមានជើង3គឺមិនងាយរត់នោះទេមនុស្សប្រុសដែលមានជើង2នៅគ្រប់កន្លែងចាញ់ទេឥឡូវនេះស្ថានភាពរបស់ឯងជាមួយនឹងគេយ៉ាងម៉េចដែរបើមិនអញ្ចឹងទេបងប្រុសជួយវិនិច្ឆ័យសុទ្ធតែជាអ្នកនៅលើកុំផ្ដោតជាបលគេច្រើនពេកសុំទោសផងយើងមានសក់ហើយចាំមានយ៉ាងម៉េចយើងមានមិត្តស្រីហើយហើយពេលមានមិត្តស្រីហើយហាពីខ្ញុំស្រឡាញ់លោកអស់10ឆ្នាំហើយខ្ញុំនៅមិនទាន់បានប្រាប់លោកផង
ស្រ័យស្រោបខ្ចប់បន្តិចសិនដើម្បីឲ្យអ្នកខ្លះដឹងថាយើងមិនបានសម្លាប់ជ្រូកទេមនុស្សត្រកូលហោគ្មានអ្នកណាល្អម្នាក់នោះទេឥឡូវលោកយាយប្រាប់ការសម្ងាត់ដល់លោកយាយមួយខ្ញុំមានស្នេហាហើយអេតើគេជាមនុស្សបែបណាទៅខ្ពស់សង្ហាហើយល្អជាងមនុស្សខ្ញុំទៀតអញ្ចឹងឯងចង់នាំគេមកប្រទេសបារាំងដើម្បីឆ្លងគ្រីស្មាស់ដែរទេឆ្ងាយពេកហើយខ្ញុំមិនដឹងថាគេយកព្រមឬអត់ទេមិនអីទេណាចាសំណប់ចិនមានស្នេហាគឺជារឿងល្អសោយសុកនឹងវាចោះណាចង់ធ្វើគ្រីស្មាស់នៅអាណាក៏បានដែរឡើយមករំខានលោកយាយសម្រាប់នៅទីបាយបាយនាំគេទៅប្រទេសបារាំងតើគេយកព្រមឬអញឬក៏ខ្ញុំនៅទីនេះប៉ុន្តែខាងអ្នកម៉ាក់នឹងលោកជេងឬក៏ខ្ញុំនៅទីនេះប៉ុន្តែខាងអ្នកម៉ាក់នឹងលោកជេងហេអ្នកនាងហើកុំភ័យអីរបួសទៅតែជាទេកុំប្រាហឹង្សាទៀតអីជួបបារីមួយរំសាយកំហឹងទៅអ្នកឃើញហើយមកស៊ីយាមិនឲ្យខ្ញុំជួបបារីនោះទេស្ដាប់សម្ដីគាត់យ៉ាងនេះគាត់នៅខាងក្នុងហើយមើលទៅមែនទេគាត់រវល់មិនដែរទេអញ្ចឹងគាត់មានប្រាប់នាងទេថាគាត់មានអ្វីដែលមិនអាចកំដរនាងបានដែរទេមានប្រាប់ដែរទេក៏មិនអាចទៅប្លន់ទ្រព្យសម្បត្តិផ្ទះគេដែរព្រោះតែលោកប៉ូលីសគឺមិនអនុញ្ញាតក៏មិនអាចទៅតងផ្ដេសផ្ដាស់រវាងមនុស្សប្រុសនិងស្រីដែរខ្ញុំតាមគេប្រើប្រាស់កម្លាំងអស់ច្រើនយ៉ាងនេះគេអាចពេញចិត្តជាមួយអ្នកដទៃដែរទេមែនមនុស្សធម្មតាគេមិនពេញចិត្តនោះទេប៉ុន្តែមនុស្សធំទាំងពីរនៅសិស្សសានហាងរកគេមិនប្រកាសទេវិញ្ញាណនៅជាមួយនឹងគេទៀតផងណាយល់ដែរទេមនុស្សធំទាំងពីរតកែធំនិងស្រីស្អាតធំដែលមានគេឈ្មោះល្បីល្បាញនៅសិស្សសានហាងរិនជាឥឡូវនេះកំពុងតែនៅជាមួយនឹងគេទៀតផងខ្ញុំគិតថាលោកក៏មើលស្រាតថាការធំអីស្រីស្អាតគឺជាថាការធំតែវាយ៉ាងម៉េចកុំប្រើប្រាស់វ៉ែនតាដែលមានពណ៌មកមើលគេខ្ញុំមានមើលស្រាគេដែរទេខ្ញុំគ្រាន់តែមានចិត្តល្អរំលឹកនាងកុំនៅក្មេងបែបនេះហើយត្រូវគេលេងជាមួយក៏មិនដឹងនោះណាគួរតែគិតគួរឲ្យបានវែងឆ្ងាយតើមានផាតាំងឬអញប្រសិនមិនមានផាតាំងយកចេញមកខ្ញុំទិញអ្នកនាងហើខ្ញុំមិនមែនជាអ្នកលួចចាំអ្វីទេអញ្ចឹងគឺគ្មាននោះទេយ៉ាងមកឈរនៅទីខ្ពស់ជាងខ្ញុំកន្លះក្បាលសំបីតានិយាយក៏មិនព្រៀងទុកដែរមែនទេនាងគិតថាខ្ញុំកំពុងលេងជាមួយនាងបងហ្វឹងពេលក្រោយបងថតរូបដៃទីរិនជាចេញពីលើក្រែអ្នកដៃឲ្យខ្ញុំផឹងដល់ពេលនេះខ្ញុំមិនត្រឹមតែអាចបញ្ជាក់ថាបងមិនបានកុហកនៅចំណាយលុយទិញទៀនតទីងកំដៅយើងផឹកទីងតែមួយកែទីងហេអ្នកនាងហើក៏មិនទោសថាខ្ញុំមិនបានរំលឹកនាងឲ្យសោះណាមានរឿងខ្លាំង3នាទីគឺអាចចាត់ការរួចរាល់ហើយអញ្ចឹងខ្ញុំផ្ដល់ជាមួយនឹងអ្នកនាងមួយទៅថាយប់នេះរិនជាគេអាចទៅរកនាងដែរទេបើសិនជាមុនម៉ោង6ព្រឹកទៅរកនាងនោះចាត់ទុកថាខ្ញុំចាញ់ហើយឆាប់គេងទៅថ្ងៃស្អែកបងទៅរកអូនធ្វើឲ្យអូនភ្ញាក់ហើយអត់ទីងគឺអូនខ្លួនឯងមិនបានគីងនៅមិនទាន់ងូតទឹកទេហាត់ណាស់មែនទីគួរសម ហាត់យ៉ាងនេះធ្វើអីទី
ហើយរកលុយនៅនឹងប្រពន្ធតែមានបានលុះសម្រាប់ដែរទីមានមនុស្សស្រី2នាក់មនុស្សប្រុស3នាក់រួមទាំងបងញ៉ាំបាយនៅក្នុងបន្ទប់ធានសួយជាន់ទី2នៅហ្វឹងហលឡៅលេងមកចាំងនៅបន្ទប់700ជាន់ទី7ឯណោះណាថ្ងៃនេះសញ្ញេបញ្ជាទិញប្រមាណគឺធ្វើអាជីវកម្មធម្មតាចំណេញនៅឆ្នាំក្រោយតែប៉ុណ្ណោះរាល់ឆ្នាំគឺអាចលើស3លានតែផឹកស្រាអស់ប៉ុន្មានទីលើប៉ុន្មានគ្រាកម្មអត់ដែរមិនបានស្វឹងទេមិនបានស្វឹងឲ្យអូនប្រពន្ធទីអូនយល់ព្រមដែរទេយល់ព្រមអ្វីទីបងដល់នឹងអូនរិនជាមុនម៉ោង6ព្រឹកអាចទៅរកនាងចាត់ទុកថាខ្ញុំចាញ់អូនចាំបើងបងប្រើមិនបានជាបងមិនតបសារខ្ញុំចេះហើយស៊ីនឹងមិនឲ្យបងខ្វះជាមួយនឹងខ្ញុំមែនទីហើយស៊ីយើងមកតែសប្បាយចិត្តណាស់យើងក៏ចាំមានស្នេហាដែរក៏បេនយប់នេះគេជាមួយឯងយើស្វាមីដើមមករិនជារបស់ឯងមិនអាចមកដណ្ដើមមនុស្សទីអាឡូសួស្ដីការដឹកជញ្ជូនបងឯងជាជីបានមកដល់ហើយនឹកអូនយ៉ាងនេះហេតុអីបានជាមិនយកមកដល់ខ្លួនឯងអូនមិនមែនឲ្យបងទៅសាលាទេមែនទេស្ដាប់សម្ដីអូនពេងឬក៏នឹកអូនមិនគ្រប់គ្រាន់ចេញមកបងនៅមុខថ្នាក់របស់អូនហើយចុះមកមិនបានជាបងមកនឹកអូនហើយយប់នេះបងមានរឿងមិនអាចមកទទួលអូនបានទេអូនរកឆានណៃស៊ីកំដរអូនទៅល្អអញ្ចឹងបងស៊ីជាចាំថានឹកអូនផងមែនហើយបងស្រីបងសាសិនជៀនថ្មីនេះមករកបងយប់នេះគឺនឹងខ្លាំងណាស់គឺមិនចាំបាច់ចាំបងទេណាប៉ុណ្ណឹងបានហើយមិនបាច់ចាំទេដឹងហើយអញ្ចឹងចាំពេលបងរវល់ចាំរកអូនផងគឺពេលយប់អាចរំលងអាត្រៀនបានហើយឆាប់ទៅរៀនចុះយប់នេះសម្រាប់ឲ្យបានល្អទៅថ្ងៃស្អែកនាំអូនទៅហាបង្អែមជួបនឹងលោកយាយណាល្អតែសិនហើយអេអាយាស៊ីឆាប់មកណាលោកយាយខានមកយូរហើយអាយារវល់មិនមានពេលនាំឯងមកមានដែរទេអ្វីដែលបងស៊ីយាយធ្វើអូនញ៉ាំទាំងអស់នេះឯងរវល់ចោះយាយកំដរស៊ីនិយាយគ្នាលេងក្មេងម្នាក់នេះតាំងតែពីតូចមកមិនដែលឃើញគេយកចិត្តទុកដាក់ជាមួយអ្នកណាទេទោះបីជាចៅស្រីអាយានដែលធំធាត់ជាមួយនឹងគេនោះក៏ខ្លាចគេដែរពេលនេះល្អហើយមានឯងនៅជាមួយលោកយាយសប្បាយចិត្តណាស់ណា
ចង់ញ៉ាំអីឆ្ងាញ់ប៉ាត់មែនពិតជាស័ក្តិសមបងស៊ីយាយធ្វើមែនត្រូវហើយស៊ីយាយស្ដាប់ឮអាយាយនិយាយថាគ្រួសារឯងគឺនៅក្រៅប្រទេសមែនទេម៉ាក់និយាយខ្ញុំគឺនៅប្រទេសបារាំងអូប្រទេសបារាំងគឺល្អណាស់អញ្ចឹងថ្ងៃក្រោយឯងមានគម្រោងត្រឡប់ទៅវិញឬក៏នៅនិយាយចៅជាមួយពួកយើងនេះលោកយាយថ្ងៃក្រោយរិនជានៅកន្លែងណាខ្ញុំនៅទីនេះល្អអាយពួកយើងមិនជាមនុស្សឯកាម្នាក់ឯងទៀតនោះទេណាល្អខ្លាំងណាស់លោកយាយអាយទៅនៅតូចតាចាំមិនដែរកន្លែងនេះគឺជាកន្លែងអាយនិយាយថាអាយធំធាន់លោកយាយបងស៊ីយាយទៅនៅតូចតាចាំមិនដែររឹងរូគឺគេរឹងជាងនេះ10 ដងទៅទៀតប៉ារបស់គេគឺប្រឡូកក្នុងផ្លូវនេះហើយផឹកស្រាហើយក៏វាយអាយាទៀនឈប់រំលឹកចុះនិយាយជាមួយនឹងផ្ទះគេគឺនៅជិតខាងគ្នាមើលឃើញក្មេងម្នាក់គឺតែងតែឯកាពិតជាគួរអាណិតពេកហើយគេមួយថ្ងៃគឺតែពីអង្គុយមាត់ទ្វារនោះមិនយំក៏មិនរករឿងនិយាយក៏លើកបង្អែមមួយចានទៅពេលដែលចាប់ផ្ដើមនោះគេក៏មិនខ្វល់អ្វីដែរយាយលើកទៅរាល់ថ្ងៃហើយកំដរគេនិយាយរាល់ថ្ងៃគេក៏យល់ព្រមចូលផ្ទះយាយក៏មើលឃើញថាគេធំធាត់បែបនេះបន្តិចម្ដងហើយក៏ជាមនុស្សល្អណាស់ដែរលោកយាយអរគុណលោកយាយនេះប្រសិនបើមិនមែនលោកយាយបងស៊ីជាគាត់គ្មានតំណែងទំនងសាច់ឈាមតើវាយ៉ាងម៉េចអាយាគឺជាចៅប្រុសបង្កើតរបស់យាយឯងកុំឃើញគេមួយថ្ងៃគិតតែធ្វើមុខមាំពេលដែលនិយាយនោះគឺអាចបញ្ឈឺមនុស្សឲ្យស្លាប់ទៀតណាប៉ុន្តែសុទ្ធតែជាសម្បរឹងដែលការពារគេតែប៉ុណ្ណោះតាមពិតចិត្តរបស់គេគឺទុនដូចជាសណ្ដែកក្រហមដែលទើបតែចម្អិនហើយអញ្ចឹងខ្ញុំដឹងស៊ីយាយក៏បានជឿខ្ញុំរហូតគាត់មិននិយាយប៉ុន្តែក្នុងចិត្តខ្ញុំគឺដឹងច្បាស់នេះស៊ីយាយរស់នៅអស់កន្លះជីវិតទៅហើយមើលមនុស្សគឺឈុនលោកយាយអាចមានអារម្មណ៍ដឹងថាឯងគឺមានចិត្តស្មោះចំពោះអាយាណាអាយាក៏ត្រូវការឯងដែរណាគេតែនិយាយថាខ្លួនឯងមិនមែនជាមនុស្សប្រភេទតែមួយជាមួយនឹងឯងគេល្ងងគេរអៀសខ្លួនគេគិតថាមិនស័ក្តិសមជាមួយនឹងឯងគេខ្លាចប៉ះពាល់ដល់ឯងណាអញ្ចឹងហើយឯងក៏បោះបង់គេដល់ងាយស្រួលឲ្យសោះលោកយាយទុកចិត្តចាស់ឲ្យតែបងស៊ីយាមិនបោះបង់ខ្ញុំនឹងរត់តាមគាត់រហូតល្អដែរទីល្អចៅល្អរបស់យាយប្រសាអាចវិឆាត់មើលបានឬអញស្កេន QR គេលុយទៅបានហើយគឺជាវិឆាត់ផ្ទាល់ខ្លួនរបស់ខ្ញុំលោកផ្ដល់ឱកាសរាប់អានមិត្តផងទេទូរស័ព្ទរបស់ខ្ញុំនៅកន្លែងមិត្តស្រីរបស់ខ្ញុំនោះឆាប់ញ៉ាំទៅញ៉ាំរួចហើយខ្ញុំជូនត្រឡប់ទៅវិញចុះណាមកមិនមែនទៅកន្លែងមិត្តភក្តិតែមែនទេអត់ប្រយោជន៍គឺចង់ជូនអូនទៅវិញហ្នឹងណាបងសេជីបងស្លាញ់អូនខ្លាំងដែរទីអូននិយាយឲ្យលឿនបន្តិចទៀតទៅគឺបងស្លាញ់អូនខ្លាំងឆាប់ញ៉ាំទៅអេហេស៊ីម្នាក់នេះគឺលាងសិញអ្នកប្រលាងគ្រួសារគឺរកសិននិយាយចេញមានសមត្ថភាពខ្លាំងណាស់ខ្ញុំតែងតែរំលឹកពីឯងនៅមកគាត់និយាយថាឯងស្អាត
នៅមានមុនស្នេហ៍ទៀនដូចជាចាប់អារម្មណ៍ជាមួយនឹងឯងហើយស៊ីយ៉ានិយាយថានាងពិសេសខ្លាំងណាស់ខ្ញុំចូលចិត្តពិសេសបែបហ្នឹងណាពួកនាងទៅជាមនុស្សដែលមានឋានៈស្មើគ្នាសត្វតែជាមនុស្សក្នុងរង្វង់តែមួយមានភាសារួមគ្នារឿងរបស់ខ្ញុំមិនបាច់នាងមករវល់នោះទេហើយស៊ីនាងពិតជាមិនល្អក្រក់ប៉ាត់មែនខ្ញុំគឺដើម្បីតែនាងល្អទេក៏ដើម្បីបងរិនជាដែរដើម្បីខ្ញុំល្អដើម្បីរិនជាល្អតើនាងគិតថាខ្ញុំគឺជាកូនកាន់មិនយកពីល្បិចកលនេះមែនទេហើយស៊ីនឹងឈ្គត់មិនដែរទេនាងសម្ដែងជាល្អអ្វីទេអីសំតផឹងខ្ញុំប្រាប់នាងនេះគឺស្រាប់បំផុតហើយពេលក្រោយបើសិនជាហ៊ានរំខានខ្ញុំទៀនខ្ញុំនឹងឲ្យនាងឃើញថាអ្វីដែលស័ក្តិសមពិតប្រាកដអញ្ចឹងផឹកតែកុញអីលេងទៅបងរិនយាជាមួយនាងមិនពិភពទៅមួយទេអ្នកនាងជាមួយនឹងគាត់គឺគ្រាន់តែចាំបានអារម្មណ៍ថ្មីមួយតែប៉ុណ្ណឹងនាងលេងទៅក៏បានហើយមិនចាំបាច់បន្ទាបសមត្ថភាពខ្លួនឯងទេមិនចឹងទេនាងឈឺនំហើយឆ្លោះមកខ្លួនឯងបន្តិចទេនាងមិនមកទេកុំស្មានតែយើងមិនដឹងថានាងតែទៀងបងរិនយាយ៉ាងម៉េចចំពោះមនុស្សគឺខ្ញុំតាមញ៉ាំបានដល់បាយចំហខ្ញុំបានប្រើប្រាស់ចិត្តគំនិតដើម្បីតាមញ៉ាំមនុស្សដែលខ្លួនឯងស្រឡាញ់នៅក្នុងក្រសែភ្នែករបស់ត្រីដែលនៅក្នុងថោបន្លែវាបាច់ជាខ្លាចទៅជាមន់ដែលប្រើប្រាស់គ្រប់ថ្មីដែរអ្នកដតៃមកយ៉ាងម៉េចខ្ញុំមិនប្រកាន់ទេប៉ុន្តែអ្វីដែលសំខាន់គឺនឹងធំធាត់ជាមួយនឹងបងរិនជីប៉ុន្តែនាងមិនជាបំផ្លាញទឹកចិត្តគាត់មែនទេខ្ញុំស្រឡាញ់គេខ្លាំងខ្ញុំខ្លាចគេខាងខ្លាំងស្រីមានល្បិចឆ្អឹងដៃដូចជានាងស្មានថាយើងវាយនាងមិនធ្លុំមែនទេអីនាងស្ដាប់ឲ្យច្បាស់ទេរិនយាមានចិត្តល្អយើងគឺមិនងាយនឹងរកបានទេបើសិនជានាងហ៊ានធ្វើល្បិចនៅពីក្រៅខ្នងទៀនយើងនឹងធ្វើឲ្យនាងមិនអាចរៀននៅសាកលវិទ្យាល័យបានបើមិនជឿក៏នាងអាចសាកមកបានត្រូវមើលថាយើងមានចរិតល្អឬក៏លក្ខណៈសម្បត្តិនៃខ្លួនប្រាណរបស់នាងខ្លាំងអីយើងលេថាថ្ងៃនេះសេះស៊ីនជៀនត្រូវបានអញវាយវេទនាខ្លាំងនេះយើងប្រាប់អញប្រសិនបើយើងវាយធ្ងន់ពេលនេះគេគិតតែនៅ ICU ហើយអ្វីដែលយើងបារម្ភគឺអញ្ចឹងហើយប្រសិនបើគេរត់ទៅកន្លែងដែលរិនជាហើយនិយាយរឿងខ្លាំងបន្ថែមភ្លើងអាចធ្វើយ៉ាងម៉េចមិនខ្លាចទេប្រសិនជាអញមិនវាយសេះស៊ីនជៀនលៀងសិនគឺមិនអាចរំសាយកំហឹងទេគេប្រកាសជាតាមនាទីបញ្ចាំជាងខ្លាចថាបំណងល្អរបស់ឯងពួកគេមិនអាចយល់បានគេបានធំធាត់ជាមួយនឹងរិនជីនៅមែនទៀនគេគឺជាចាស់បង្កើតរបស់លោកជីមិនចម្លែកទេដែលហៅថាហាមកអែមសែជីឲ្យនាងហាក់ដូចបានជានៅជាមួយលោកអញ្ចឹងចង់ទៅក៏ទៅនេះមកទូរស័ព្ទឡើងចង់ធ្លុះទៅហើយសិលាចាំប្តីក៏មិនមានវិជ្ជាជីវៈដូចជាអញដែរគេមិនបានផ្ញើសារមកឲ្យយើងប្រកាសជាមានរឿងអ្វីដែលកំពុងរវល់ហើយយើងចាំគីឯងគឺមិនខ្លាចគេជាសម្ដីរបស់សេះស៊ីជីនហើយកំពុងតែខឹងអញទេមែនទេយើងជឿថាគេប្រកាសជាអាចរកឃើញការពិនយើងក៏ជឿថាពេលដែលគេមានពេលទំនេរប្រកាសជាអាចមករកយើងជាមនុស្សមិនអាចបញ្ជាបានដឹកនាំមនុស្សម្នាក់ទេប្រសិនជាសួរដោយវេទនានឹងគួរតែអង្គុយចាំនៅស្ងៀមស្ងាត់វិញកម្រិតដែលឯងមានស្នេហា
គឺពិតជាខ្ពស់ប៉ិតមែនអាយេនៅនឹងឆាននៅលីវចំពោះរឿងមនោសញ្ចេតនាប្រសិនបើមិនអាចគិតជើកុំគិតអីឆាប់ផឹកក៏អត់ទេផឹងយើងផឹងមនុស្សមិនប្រកាសថាជាមនុស្សពិតប្រាកដទេប៉ុន្តែឯងគឺពិតជាឆ្កែមែនបងប្រើហើយបានជាបងមិនជួយខ្ញុំចេញជួយឯងអ្វីទៅជួយឯងបង្ករឿងទៀតហ៎ពួកយើងធំធាត់ជាមួយនឹងគ្នាពេលនេះបងបាយជាបាក់ភ្នែកមកហាស៊ីនឹងវាយខ្ញុំហេតុអីបានជាគេវាយឯងក្នុងចិត្តឯងមិនច្បាស់ទេមែនទេចាំបើសិនជាថ្ងៃនេះហាស៊ីគេជាអ្នកធ្វើខុសបងក៏អាចធ្វើអញ្ចឹងដាក់គេដែរមែនទេគេមិនអាចទេខ្ញុំមិនឲ្យបងថាបងប្រអររយៈពេល10ឆ្នាំជាងខ្ញុំតាំងពីតូចមកល្អជាមួយបងមិនគ្រប់ទេមែនទេខ្ញុំតាំងពីតូចបានរបស់ល្អអ្វីក៏តែតែចែកបងពាក់កណ្ដាលដូចជាដោយសារតែបងវាយមនុស្សធ្វើរបួសសម្បីតែផ្ទះក៏លក់អត់ដែរបងភ្លេចឲ្យមែនទេថាប្រហែលឆ្នាំនេះជាមករស់នៅក្នុងជីវភាពអ្វីគេគ្រាន់តែជាសិស្សផ្លាស់ប្ដូរម្នាក់តែប៉ុណ្ណោះគេគឺត្រូវទៅខ្ញុំតាប់ជាបងស្រីរបស់បងហេតុអីទៅហេតុអីបានជាបងមិនចាត់ទុកខ្ញុំជាមនុស្សរបស់ខ្លួនឯងចឹងអាយិនលាយក្នុងចិត្តរបស់ឯងពួកយើងប្រហែលឆ្នាំនេះធ្វើល្អជាមួយនឹងអាយាក៏ដើម្បីឲ្យគេសងយើងវិញមែនទេមិនមែនទេលោកជីខ្ញុំមិនមែនមានន័យចឹងទេខ្ញុំមិនមែនមានន័យចឹងទេបងប្រុសរបស់ឯងបានទិញផ្ទះចាំមកវិញហើយគេមានមិត្តស្រីឯងគួរតែសប្បាយចិត្តទៅត្រូវអ្នកខាងក្រៅអាចធ្វើឲ្យគេលំបាកតែឯងមិនអាចនោះទេតែអ្នកណាជាអ្នកប្រាប់លោកជីគឺហៅស៊ីមែនទេហៅស៊ីគេមកមើលយើងមិនធ្លាប់បានរំលឹកពីឯងកន្លះម៉ាត់នោះទេគឺកូនសិស្សនៅក្នុងសាលាឯងគេមកញ៉ាំបង្អែមម្នាក់និយាយបែបនេះម្នាក់និយាយបែបនោះពីរអ្នកក៏និយាយបែបនេះអាយិនឯងពេលណាប្រែខ្លាចទៅជាអញ្ចឹងទៅហើយឯងពិតជាធ្វើឲ្យយើងអស់សង្ឃឹមមែនបងស្រីនៅឯណាគឺនៅផ្ទះនឹកអូនហើយប្រហែលថ្ងៃនេះមិនបានជួបអូនមិនចង់ដឹងថាបងតាណាទេប្រសិនបើបងនិយាយប្រាប់អូនក៏ចង់ស្ដាប់ដែរបងបានទិញផ្ទះចាស់របស់លោកយាយត្រឡប់មកវិញហើយមុននេះគឺបងបង្ករឿងគាត់ដើម្បីសង់លុយលក់ផ្ទះក្នុងតម្លៃទាបប្រហែលឆ្នាំនេះបងខំប្រឹងរកលុយដើម្បីទិញផ្ទះមកវិញឥឡូវនេះក្នុងកានគឺនៅសល់តែលុយ300 យ៉នជាងតែប៉ុណ្ណោះណាបងគឺពិតជាបន្តតំណែងប៉ាត់មីនមួយចំនួនមិនស្មើមួយចំនួនប៉ាបងពេលនោះគឺបន្សល់ទុកឲ្យអូន 2000 យ៉នជាងឯណាដើមឡើយនៅក្នុងកាតរបស់បងគឺនៅសល់ 2000 យ៉នជាងគឺទិញផ្កាអស់ហើយបងគឺដើម្បីទៅលួងលោមអូនឲ្យសប្បាយចិត្តឬក៏ចង់សន្យាអ្វីទេហើស៊ីបងមិនចង់មានស្នេហាជាមួយនឹងអូនអស់មួយជីវិតទេបងស្រីជីអូនមិនចង់ឲ្យបងនេះហាត់ពេកនោះទេបងក៏ដឹងអូនគឺមកធ្វើជាសិស្សផ្លាស់ប្ដូររយៈពេល3ខែផ្ទះរបស់អូនគឺនៅប្រទេសបារាំង
បាយខែក្រោយអូនប្រហែលជាបងដឹងអញ្ចឹងបងរឹតតែចង់ដឹងបងរឹតតែចង់មានពេលក្រោយជាមួយនឹងអូនបងចង់មានឈ្មោះបងហើយនឹងអូននៅលើអេតាសវិលទៀតផងបងចាំនឹងអូនពេលណាទីបងមិនប្រាប់អូនទេដល់នៅកន្លែងនេះគឺល្អហើយពេលចាំមកក្នុងផ្ទះក៏អាចមកឃើញពេលក្រោកឡើងក៏អាចឃើញបងដែរបងសេជីអូនបានវាយប្អូនស្រីរបស់បងសេះសិញ្ញិនហើយបងសំទោសណាអូនមកទៅដូចជាខ្លាំងណាស់មែនទេដូចកំពុងតែខឹងអ្វីទៅគឺខឹងហេតុអីបានជាគេធ្វើដាក់បងអញ្ចឹងអូនប្រាប់បងបើពេលក្រោយគេធ្វើអញ្ចឹងទៀតអូននឹងចោលតាស្វល់ជាមួយនឹងបងភ្លាមបងសេជីឆ្កែខ្លាំងនេះលេងណៃទៅមិនលេងលេងទៅស៊ីបងប្រើមិនបានជាបងមកអញ្ចឹងបងមកដល់ផ្ទះបងស្រីខ្លួនឯងមិនបានទេពួកឯងទាំងពីរនៅជាមួយគ្នាហើយខ្ញុំកំពុងមានស្នេហាប្រកបជាមួយនឹងគេស្នេហារិនជាឯងដឹងខ្លួនច្បាស់ណាស់ពួកឯងជាមនុស្សពិភពផ្សេងគ្នាស៊ីឥឡូវនេះប្រហែលជាអាចគិតថាថ្មីរំភើយចាំពេលដែលគេទៅដល់ជីវិតរបស់គេនៅមុនវិញនោះចុះឯងវិញនៅមានអនាគតដែលឯងនិយាយវិញឆ្ងាយកំណើតរបស់ខ្ញុំទទួលស្គាល់ប៉ុន្តែអនាគតរបស់ខ្ញុំនឹងខំប្រឹងប្រែងហើយស៊ីក៏ជាលើខ្ញុំឯងខំប្រឹងយ៉ាងម៉េចទៅពឹងលើក្រុមហ៊ុនដឹកជញ្ជូនតូចមួយរបស់ឯងនោះឯងដឹងថាគ្រួសារហើត្រូវការអ្វីទេមិនមែនពឹងតែលើបង្អែមប្រមាណចាននោះទេស្នាមថាប្រមាណនោះទេជីវិតដែលគេទម្លាប់នោះគឺឯងមិនអាចផ្ដោតលើគេបានទេឥឡូវនេះខ្ញុំមិនអាចផ្ដោតបានទេប៉ុន្តែអ្វីគ្រប់យ៉ាងរបស់ខ្ញុំសុទ្ធតែជារបស់គេពិតជាប្រកែកមែនគឺបានសើពីឯងយកមកហើយអាយុ20ឆ្នាំជាងបានចាប់ផ្ដើមបង្កើតមុខរបរនៅកន្លែងសិក្ខានហាងនោះនៅក្បែរខ្លួនមិនខ្វះមនុស្សស្រីទេប៉ុន្តែបាយជាស្អាតដូចជាក្រាស់សមួយស្លឹង10ឆ្នាំជាងមកនេះឯងមើលថែលោកយាយរបស់ឯងចិត្តខាងនោះបាននិយាយទៅយុត្តិធម៌ឯងគ្មានហេតុផលគាត់ស្អត់ទេប៉ុន្តែរិនយាយើងមានតែការស្នើសុំមួយប៉ុណ្ណោះឯងកុំឲ្យបងស្រីរបស់យើងយំកុំឲ្យគេយំដោយសារតែឯងលះបង់អ្វីគ្រប់យ៉ាងដែលគេមាននោះណាតើបានដែរទេខ្ញុំមិនអាចឲ្យគេចាញ់ទេបានហើយត្រឡប់ទៅវិញចុះបើសិនជាមិនត្រឡប់ទៅវិញទៀតបងស្រីរបស់យើងស្មានតែយើងនឹងលេបសេតារបស់ឯងទាំងរស់ហើយអត់ត្រូវហើយសូមណែនាំសាជាថ្មីម្ដងទៀត Chris Her បងប្រុសរបស់ Hershey Chris Her បងប្រុសរបស់ Hersheyមកដល់ផ្ទះហើយបងប្អូនមិនបានធ្វើឲ្យបងលំបាកទេមែនទេគ្មានទេហើយស៊ីទុកពេលឲ្យបងបន្តិចទៀតទៅល្អយើប៉ុណ្ណាក៏ចាំដែររាត្រីសួស្ដីបងសេជីអូនមិនចង់ឲ្យបងនេះហត់ពេកនោះទេគឺ
គឺអូនត្រឡប់មកវិញធ្វើជាសិស្សផ្លាស់ប្ដូរតែ3ខែតែប៉ុណ្ណឹងផ្ទះអូននៅប្រទេសបារាំង3ខែក្រោយអូនប្រហែលជាបងដឹងអញ្ចឹងហើយបងរត់តែចង់មានពេលក្រោយជាមួយនឹងអូនទៀតផងណារវាងពួកឯងអាចមានអនាគតនិយាយបានដែរទេហ៎ពួកឯងក៏ជាមនុស្សពីរផ្សេងគ្នាចង់ប្រាប់នាងថាខ្ញុំកំពុងតែរៀនភាសារបស់នាងចង់ចូលទៅពិភពរបស់នាងក៏ប៉ុន្តែអរុនសួស្ដីបងសេជីអូនកំពុងជួយនិយាយធ្វើបងឯងថ្ងៃនេះស្ដាយក្រហមឆ្ងល់ខ្លាំងនេះលោកត្រឡប់មកវិញហើយស៊ីលើកនេះទៅឲ្យបងរត់ទៅកាន់ដៃអូនលោកយាយខ្ញុំបានទទួលបញ្ជាទិញផ្លូវឆ្ងាយភ្លាមប្រហែលថ្ងៃនេះប្រហែលចំណាយមកអូល្អឡខ្ញុំតឥឡូវនេះខ្ញុំត្រៀមរួចហើយខ្ញុំតដល់ឥឡូវហើយអាយមើលទៅដូចជាកំពុងតែមានរឿងអ្វីក្នុងខ្លួនខ្ញុំដឹងអញ្ចឹងហើយខ្ញុំឈរនៅទីនេះគាត់បែរក្រោយមកគឺអាចមើលឃើញខ្ញុំហើយតើមានរឿងអ្វីទៅបងសេជីថ្មីនេះតែតែធ្វើខ្លួនឯងហត់យ៉ាងនេះចាំពេលដែលបងប្រគល់កិច្ចការក្រុមហ៊ុនរួចរាល់ហើយបងត្រូវត្រឡប់ទៅវិញហើយរៀនវិទ្យាល័យហើយឆ្នាំក្រោយ6ខែប្រឡងជាប់បាត់ដុកវិទ្យាល័យត្រូវហើយបងគ្មានសញ្ញាបត្រវិទ្យាល័យមិនអាចតម្រូវការមូលដ្ឋានរបស់សាលានៅក្រៅប្រទេសទេហើយវីសាទេសចររយៈពេលខ្លីគឺមិនគ្រប់គម្លាតរបស់ពួកយើងគឺមានតែប្រើវិធីសាស្ត្រដែលល្ងងបំផុតប្រើប្រាស់ពេលវេលាដើម្បីទៅបំពេញអីបងចាត់ទុកជាអ្វីទេមិត្តប្រុសនឹងចូលទៅក្នុងជីវិតវិទ្យាល័យវិញត្រូវហើយអញ្ចឹងអូនទៅប្រទេសបារាំងសិនទៅចាំពេលបងយកវីសាសិស្សហើយបងនឹងទៅរកអូនមិនបានជាបងប្រញាប់ដេញអូនចេញធ្វើអីអូនមិនមែនបាននិយាយថាអូនមិនត្រឡប់មកវិញអានេះបានហើយម៉ាក់របស់អូនដើមឡើយគ្រាន់តែមានផែនការអូនទៅបណ្ដោះអាសន្នទេ
ឥឡូវនេះយាយចៅគេមានហេតុផលដែលអាចឲ្យអូននៅរយៈពេលវែង យាយចៅមានបងនេះ ឲ្យបងមួយឆ្នាំកន្លះទៅដល់ពេលនោះបងនឹងទៅរកអូនក ុំនិយាយកន្លះឆ្នាំអីសូម្បីតែមួយខែក៏មិនអាចទ្រាំបានដែរ អូនដឹងថាបងខ្លាចអ្វីជាងគេដែរទេបងខ្លាចអូននៅដើម្បីបងដល់ពេលនោះប្រកាសជាស្ដាយក្រោយ អូនមិនខ្វល់ទីចាំមកត្រូវតែនឹករត់ថ្ងៃបានដែរទី បាន បានដែរទី កុំខ្វល់អីបងខ្លាចបងមិនអាចទ្រាំធ្វើជាមនុស្សអាក្រក់ដែលអាត្មានិយមម្នាក់ឯងយកអូនមកក្បែរខ្លួនទៅថ្វាយបង្គំ ក៏ល្អដែរ ស្លាប់ធ្វើរួចហើយឲ្យអូនគិតបន្តែងស្រាក៏ហមមិនតាន់បានដាំនៅទី អូបងតើឥឡូវនេះ អីអូនទីអូនតែដាំឲ្យបានជឿបន្តែងអូននឹងដាំឲ្យស្រាក្រហមឡើងអកលខ្ពស់អូននៅចាំមើលថាឈិនណៃស៊ីថ្ងៃនេះផឹកស្រវឹងហើយណាអាចទ្រាំបានមិនសារភាពស្នេហ៍ទេឬអត់ បងមិនមែនឲ្យសារតែផឹកស្រវឹងហើយទៅទ្រាំមិនបានសារភាពស្នេហ៍ជាមួយនឹងបងទេមិនដែរទេ មិនបានជាបងគិតអូនអញ្ចឹងបើសិនជាអូនផឹកស្រវឹងហើយមិនត្រឹមតែសារភាពស្នេហ៍នោះទេ ហាស៊ីឈប់ថាប់គ្នាទេចាំបាត់ធ្វើមកហៀវផៃអានកំឡាឈប់លេងហើយលើមកនេះតែមិនបោកចូលគ្នាមិនច្រើនដូចខ្ញុំម្នាក់ផងការគិតសង្កត់បញ្ញាមកមិនជាហ្គេមនោះទេ ឯងកំតន់ខាងអីផឹកស្រាក្តៅនេះបន្តិចសិនទីពេលដែលឯងផឹកហើយនឹងឯងរើសវិញថាពូកែលេងហ្គេមមួយណាជាងគេយ៉ាងគឺមិនជានោះទីពេលប៉ាត់ឬក៏ផ្សងគ្រោះថ្នាក់ហេនឬអញពេលប៉ាត់ឬក៏ផ្សងគ្រោះថ្នាក់យ៉ាងខ្លាចថាការសម្ងាត់ឯងមិនគ្រប់នឹងចាញ់ផង អ្វីដែលសំខាន់នោះពួកយើងចង់ឲ្យរត់ជុំវិញវេលាមួយជុំខ្លួនប្រានតុយរបស់ឯងនេះកំណាយត្រង់ណានិយាយថាខ្ញុំត្រូវតែចាញ់វាសនាប្រាព្រំមិនថេយល់ដែរទេថ្ងៃនេះខ្ញុំនឹងឲ្យអ្នកទាំងអស់គ្នាស្គាល់អ្វីទៅដែលហៅថាការប្រាខ្លួនរបស់ស្ដេចល្បែងគឺឈ្នះដោយការសម្ងាត់របស់ឯងទាំងអស់នោះត្រឡប់មកវិញបាននិយាយមិនចាញ់ក៏អាចធ្វើបានដែរពេលនេះសារគុណនឹងពីរតែល្អដែរទេក៏បានមកស្ដេចល្បែងខ្ញុំរើសយកពាក្យពិតខ្ញុំជាអ្នកសួរហេតុអីបានជាលោកមិនយកមិត្តស្រីរបស់លោកមកជាមួយចេញបែកគ្នាហើយមួយឆ្នាំមុនបានបែកគ្នាហើយមកដល់នេះខ្ញុំរើសខ្លួនឯងពេលប៉ាត់ឬក៏ផ្សងគ្រោះថ្នាក់ខ្ញុំរើសទាំងអស់លេងខ្លាំងយ៉ាងនេះហ៎ខ្ញុំបានឆ្លាញ់មនុស្សម្នាក់អត់12ឆ្នាំហើយអ្នកណាគេនៅបន្ទប់នេះហើយណែទៀងអូនធ្វើអីកូនធ្វើឆ្អឹងតតឹងកគេហើយនៅមានទៀតណាបងមានកដោឲ្យអូន
គឺជាកាដូគ្រីស្មាស់ អញ្ចឹងអូនចាត់ទុកថាជាកាដូគ្រីស្មាស់ក៏បានដែរបងនិយាយច្បាស់ប្រាប់អូនបងគឺមិនហ៊ានធានាថារាល់ឆ្នាំគឺអាចទិញរបស់ធំយ៉ាងនេះបានទេ អញ្ចឹងគេចាត់ទុកថាបងកំពុងតែសំអូនរៀបគេព្រោះតែមួយជីវិតគឺមានតែម្ដងនេះទេជួយសន្សំលុយបងបន្តិច ល្អអញ្ចឹងលុយដែលសន្សំបាននោះគឺអាចទិញកាដូគ្រីស្មាស់អ្វីផ្សេងទៀតឲ្យអូនរាល់ឆ្នាំ សម្រាប់ គេងទៅ